cái này sắp cái nó khơi hưởng bị môn có vô video cho mình học bị môn mà cắt đó chỉ video mỗi tục cái con quạt mưa tam YouTube á hay có chia nụ sau đấy mua đó là xong nhà bộ nhom từng óc nàyรูปភាពទាំងអស់នេះដែរគឺជារូបភាពមុនពេលសម្រាលកូនភ្លុះអេឡាអេម៉ាហើយតាមដល់បានរូបភាពជាមួយនឹងវីដេអូហ្នឹងត្រឡប់មកវិញមិនមែនជារឿងងាយស្រួលបងប្អូនទាំងអស់គ្នាហើយវីដេអូនេះដែរគឺថតចេញពីខែ10ឆ្នាំ2019ហើយពេលនឹងដែរគម្រោងសម្រាលយើងគឺនៅក្នុងខែ12ឆ្នាំ2019ប៉ុន្តែអេឡាអេម៉ាគឺគាត់ជាកូនភ្លោះភាគច្រើនកូនភ្លោះគឺកើតអត់គ្រប់ខែទេបងប្អូនទាំងអស់គ្នាចលនាធាក់នៅក្នុងពោះគឺរត់តែខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃហើយពេលហ្នឹងគឺខ្ញុំដើរអត់រួចទេខ្ញុំធ្ងន់ខ្លាំងមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មានកូនភ្លោះគាត់យល់អារម្មណ៍ហ្នឹងហើយទាំងការគេងទាំងការដើរគឺសិតតែពិបាកហើយយប់ឡើងគឺធាក់ខ្លាំងពេញទំហឹងតែម្ដងសង្កត់ថាពេលខ្លះមកយប់តូបភ្លឺអត់បានគេងហ្មងអ្នកទាំងអស់គ្នាអាចមើលចលនាពោះបានចលនាពោះនេះបើសិនជាយើងមើលខាងក្រៅគឺខ្លាំងជាងនឹងទៀតតែនេះយើងថតនៅក្នុងវីដេអូយើងមើលអត់សូវឃើញច្បាស់ហើយគេថតហ្នឹងសង្ស័យតែពេលហ្នឹងអត់ដឹងខ្លួនទៀតថាខ្លួនឯងហ្នឹងចិត្តកើតហើយសម្រាប់អេឡាអេម៉ាគឺគាត់គ្រប់ខែ39សប្តាហ៍ហ្មងគឺនៅក្នុងខែ12ឆ្នាំ2019ប៉ុនខ្ញុំសម្រាប់ពួកគាត់នេះគឺពាក់កណ្ដាលខែ11គឺពួកគាត់កាត់អត់គ្រប់ខែទេបន្ទាប់ពីឃើញចលនាពោះខុសធម្មតាផឹកឡើងគឺយើងធ្វើដំណើរទៅកាន់មន្ទីរពេទ្យទាំងអស់គ្នាពួកពេលហ្នឹងអាការៈគឺអត់ស្រួលខ្លាំងមែនទែនគឺធ្វើទុកចុករយស្មាចុកពីស្មារហូតដល់ដៃហើយស្ពឹកខ្លួនស្ពឹកជើងពេលហ្នឹងខ្ញុំនៅចាំខ្ញុំអត់ទាន់សម្រាប់ពីការងារណាបងប្អូនទាំងអស់គ្នាខ្ញុំនៅធ្វើការធម្មតាផឹកឡើងងើបម៉ោង6ទៅធ្វើការល្ងាចឡើងម៉ោង5ចូលផ្ទះជីវិតមួយហ្នឹងគឺវាអត់ងាយស្រួលទេពិតជាពិបាកមែនថាតងន់កូនភ្លោះឲ្យបានសម្រាប់នៅផ្ទះហ្នឹងណាយើងមកដល់ពេទ្យហើយឃើញថាពេទ្យគាត់ប្រាប់ថាចង្វាក់បេះដូងកូនលោកលឿនខុសធម្មតាប្រហែលជាចិត្តចេញមកមែនតើហើយពេលបានលឿនអញ្ចឹងហើយក៏រៀងភ័យដែរបងប្អូនទាំងគ្នាគឺចាប់ផ្ដើមដាក់ច្បាប់ពីកន្លែងការងារឈប់សម្រាប់តាំងពីចុងខែ10ហ្នឹងតរៀងទៅនឹកឃើញការនៅធ្វើការស្រឡាញ់ការងារអើយស្រឡាញ់នេះអ្វីបានយើងរៀបចំសម្រាប់កូនភ្លោះមកយើងសម្រាប់វីដេអូនេះដែរគឺចូលទៅដល់ក្បាលខែ11ហើយចិត្តសម្រាប់មែនតើហើយគឺពួកគាត់យប់ឡើងគឺអត់ឲ្យខ្ញុំគេងទេគេអត់លក់ហ្មងយប់ឡើងគឺច្រត់អញ្ចឹងមកយប់តូបឬគឺច្រត់យប់ឡើងត្រូវតែបត់ជើងឲ្យត្រូវចោះឡើងចដាខ្ញុំដើរអត់រួចទេខ្ញុំឃ្រាលខ្លួនឯងនៅមួយចដាហ្នឹងគឺពិបាកខ្លាំងមែនតើប៉ុន្តែពិបាកយ៉ាងណាក៏នៅតែតស៊ូដែរតស៊ូរហូតដល់កូនបានចេញមកក្រៅមានសុខភាពល្អទាំងអស់គ្នាតែខ្ញុំបានធូរចិត្តពេលវេលាដែលទាំងអស់គ្នាតឹងរង់ចាំពេលនេះបានមកដល់ហើយអូយយំណាអូយយំអីនេះថតរូបបានតែអូបាទមកដូចណាគេនេះអូកបឺតនេះកូនទី2មើលមកដូចណាគេនេះកូនទី2នេះប្អូនស្រីកូនពៅនេះកូនពៅបាទនេះកូនពៅហើយខាងនោះមិញកូនច្បងហើយខ្ញុំចូលខ្សែមួយពណ៌ខៀវនៅជើងកូនបងចាហើយកូនបងក៏ធ្វើជាតែច្បាស់ណាស់ជាណាមែនពុកទៅវិញមុខក៏ខុសគ្នាដែរបងបងគ្នា
អញ្ចឹងបន្ទាប់ពីសម័យហើយគឺពួកគាត់បានម្នាក់តែ2គីឡូ3 2គីឡូ4ទេបងប្អូនទាំងអស់គ្នាខ្ញុំពិតជាអាណិតពួកគាត់ខ្លាំងមែនតើហើយកាលខ្ញុំឈឺពោះហ្នឹងបើគិតទៅខ្ញុំឈឺពោះខ្ញុំបាយទឹកភ្លួនហ្នឹងតាំងពីម៉ោង12ជាងយប់រហូតដល់ម៉ោង4:05ភ្លឺទៅមានពេទ្យគាត់មកវះឲ្យខ្ញុំឡើងរិញឡើងស្ងួតអស់ទឹកភ្លុះពីខ្លួនតែម្ដងហើយពួកគាត់ចេញមកហ្នឹងគឺស្វាយម្នាក់គឺអត់មានកម្លាំងស្មើតែយំហើយកើតមកជាប់សពេញខ្លួនហ្នឹងពេទ្យគាត់ឲ្យទុកសហ្នឹងប្រហែលថ្ងៃសិនមិនងឹតទឹករហូតដល់វាជ្រះទឹកខ្លួនឯងនេះចូលថ្ងៃទី2ហើយគឺពេទ្យគាត់ចាប់ផ្ដើមមកងឹតទឹកឲ្យអេឡាអេម៉ាមើលទៅពួកគាត់គឺចូលចិត្តការងឹតទឹកខ្លាំងមែនតើអត់មានយំងាប់ងាប់ពិបាកអីទេដាក់ទៅគឺស្រួលហើយ enjoy ហ្មងមុនហ្នឹងគឺងឹតទឹកកូនទី2ឥឡូវមកដល់កូនបងម្ដងហើយមុខកូនបងហ្នឹងដូចប៉ាប៉ាខ្លាំងមែនតើមើលមុខពេលបិទភ្នែកហ្នឹងរឹតតែដូចទៀតហើយកូនបងចាប់ផ្ដើមបើកភ្នែកមើលនេះមើលនោះបដាហើយថ្ងៃទី2ការកាត់ហើយភ្លាមបានមួយថ្ងៃគឺគាត់បើកភ្នែកបានតែពេលយប់ទេបើកលំដុំតិចលួចបើកតែដល់ថ្ងៃទី2គឺគាត់បើកបានច្រើនហើយមុខអក្រក់មុខអត់ស្អាតហ្មងខ្ញុំនិយាយមែនហ្មងកូនខ្ញុំកើតមកកូនភ្លោះស្រីហ្នឹងគឺកើតមកមុខអក្រក់ហ្មងហើយស្វិតមានតែស្បែកជាមួយឆ្អឹងហើយនៅក្នុងពោះម៉ែ2នាក់កេងឆ្អៀតប្រឆេតគ្នាហើយការស្រូបយកវីតាមីនធម្មពលពីម្ដាយហ្នឹងពួកគាត់យកមកហ្នឹងក៏ត្រូវចែកគ្នាទាំង2នាក់ដែរមិនដឹងជាជាតិមុនហ្នឹងស្រឡាញ់គ្នាយ៉ាងណាទេលោកអើយមកស្មុតស្បែកសច្ចាមកកើតមកធ្វើជាកូនភ្លុះមកនៅជាមួយគ្នានេះអានេះចូលដល់ថ្ងៃទី3ពេទ្យគាត់ថាសាច់គាត់រៀងឡើងលឿងពេទ្យគាត់យកទៅអាំង UV ទាំង2នាក់បងប្អូនតែម្ដងហើយយកទៅអាំង UV ហ្នឹងនិយាយថាគេងស្ងៀមហើយម៉ាក់ខ្ញុំនេះអ្នកមើលក្មេងអ្នកមកជួយមើលថែក្មេងនិយាយទៅគេងស្អាតគេងស្លាប់ទាំងយាយទាំងចៅកាលមុនគាត់ចេះតែមានកម្លាំងអាចមើលចៅតូចចឹងបានហ្នឹងណាប៉ុន្តែឥឡូវនេះគាត់ថាគាត់អស់កម្លាំងហើយកាត់កូនក្រោយគាត់ឲ្យមើលខ្លួនឯងទៅគាត់លេងមើលឲ្យហើយទៅសើនៅកូនងាទូចអញ្ចឹងសោះគេងចេះមកមើលសោចចេះលេងទឹកមុខគ្រប់សពបែបយ៉ាងតែមិនបាន2 3ថ្ងៃទេណានៅក្នុងពេទ្យនៅឡើយទេនេះមិនតាន់បានចេញទៅផ្ទះទេហើយការនឹងកំសត់ណាបងប្អូនទាំងអស់គ្នាអត់មានបងប្អូនសាច់ញាតិអីមកលេងច្រើនដូចគេទេខ្ញុំឃើញគេសម័យគេមានបងប្អូនអីមកលេងច្រើនអ៊ូអចឹងណាខ្ញុំនេះស្ងាត់ហើយមានអារម្មណ៍ថាកដោយកដែងទៅមិនទៅយើងមានបងប្អូនតិចចឹងហើយយប់ឡើងនេះកូនបងគេចាប់ផ្ដើមលួចបើកភ្នែកហើយប៉ុន្តែមុខខ្ញុំមើលមិនក៏នៅតែអត់ស្អាតបងប្អូនទាំងអស់គ្នាកូនស្រីមុខអញ្ចឹងសម្រាប់ខ្ញុំអាក្រក់ណាពេលហ្នឹងតែធ្វើមិនទេកូនយើងហើយចេះតែស្រឡាញ់ទៅចេះតែថែទៅមានណាឥឡូវនេះគេធំឡើងគេឈួតរបស់គេដែរហើយវីដេអូនេះដែរគឺកាត់ទុកជាអនុស្សាវរីយ៍ទុកឲ្យពួកគាត់មើលរហូតពីតូចដល់ធំឲ្យពួកគាត់បានឃើញពីដំណើរនៃការសម្រាលពួកគាត់ទម្ងន់ពួកគាត់គឺមិនមែនជាភាពងាយស្រួលទេម្ដាយគឺពិបាកខ្លាំងបំផុតគឺអ្នកម្ដាយដែលទម្ងន់កូនភ្លោះចិត្តគ្រប់ខែនឹងធ្វើអីក៏ពិបាកធ្ងន់ពោះញ៉ាំអត់សូវបានគេអត់សូវលក់ហើយអត់ហ៊ានអត់អាហារមកពេលណាទេគឺញ៉ាំគ្រប់ពេលហើយញ៉ាំគ្រប់គ្រាន់ធ្វើមិនឲ្យកូនកើតមកមានសុខភាពល្អតែមើលទៅពួកគាត់គឺស្គមខ្លាំងមែនទែនខ្ញុំថាពេលហ្នឹងបើសិនជាខ្ញុំទ្រាំមួយខែទៀតឲ្យគ្រប់ខែដល់ខែ12បើជាពួកគាត់កើតមករៀងធំជាងហ្នឹងអត់ស្គមតែស្បែកមួយឆ្អឹងបែបហ្នឹងទេនិយាយទៅវីដេអូនេះខ្ញុំមើលពេលណាគឺខ្ញុំអាណិតពេលហ្នឹងស្គមទូចឃើញតែក្បាលទេដៃជើងទូចបើមើលខាងក្រៅទៀតណាគឺធំជាងបាតដៃយើងបន្តិចទូចខ្លាំងមែនតើហ្មងជើងស្វិតហើយនេះពេទ្យគាត់ចាប់ផ្ដើមធ្វើការអេកូបេះដូងគាត់យកទៅអេកូមើលបេះដូងណាខ្ញុំធៀមចេញពីពេទ្យទៅផ្ទះតែពេលហ្នឹងកូនប្អូនហ្នឹងគឺអេម៉ាគាត់ពីពេលគាត់នៅប្រហោងនៅឡើយគាត់អត់ទាន់ដោះពេញទេសារពួកគាត់កើតអត់គ្រប់ខែប៉ុន្តែឥឡូវនេះគឺគាត់ពេញលេញបានធម្មតាហើយដូចឯងអញ្ចឹងឥឡូវនេះគឺបានមកដល់ផ្ទះហើយវីដេអូយើងមានតែប៉ុណ្្នឹងទេណាបងប្អូនទាំងអស់គ្នាអរគុណ